mùi model khẳng trong nút A1 Bambolab A1 Bambolab A2L ហើយខាងនេះគឺ Creality អញ្ចឹងបងប្អូនតើមួយណាដែលបងប្អូនមានអារម្មណ៍ថាចង់ប្រើសម្រាប់ខ្ញុំគឺ Creality គឺថា low quality ហើយឥឡូវអញ្ចឹងគឺថាយើងប្រើទៅលើ Bambolab ដោយសារតែគុណភាពនៃការ print របស់វាបានស្អាតល្អសម្រាប់ຂະຫນាតថ្មីនេះបានដល់ទៅ3ទឹក20គុណនឹង3ទឹក30ហើយកម្ពស់3ទឹក25អញ្ចឹងអាមួយនេះគឺធំយើងធៀបមួយ A1 វាធំជាងមុនច្រើនហើយបើនិយាយពីល្បឿនដឹងតែលឿនហើយដូចតែគ្នាទេពីរហ្នឹងការ print អត់សូវញ័រខ្លាំងហើយ print បានស្អាតហើយល្បឿនក៏លឿនញាក់សាច់មានការកាត់ជាប់ខ្លួនឯងហើយអ្វីដែលពិសេសគឺវាមានកន្លែង plug in ដល់នេះមួយទៀតA2L ចឹងសម្រាប់បងប្អូនដែលចង់បានជាមួយនឹងម៉ាស៊ីន print 3D អាចដាក់កំងបានរយៈពេល10ថ្ងៃជាងទេបងប្អូនគឺបានមកដល់ហើយចឹងសម្រាប់ម៉ាស៊ីនmodel ហ្នឹងឬក៏ model ផ្សេងបងប្អូនចង់បាន complete process DIY ហើយមើលមួយនេះគេថាឃើញពេញចិត្តហ្មង scale វាពីទូចមកធំហើយខាងក្រៅខ្ញុំមានម៉ាស៊ីនជួសជុល2គ្រឿងទៀតមិនមែន2 3បងប្អូន3ភាសារងចាំគ្រឿងមកក្រៅនោះគឺយើងមានម៉ាស៊ីនជួសជុលទៀតមកគ្រឿងនេះកំពុងតែ error អានេះ error អានេះចាំគ្រឿង Creality ហើយចំណុចដែលអានេះបើគិតទៅដោះសឹងទាំងអស់ហើយដើម្បីដូរក្បាលតែមួយទេតែចំពោះ Lab A1 វិញយើងដោះតែចន្លែងនេះ2នេះកម្របរបស់វាប្រើតែកលឹះទៀតអញ្ចឹងដោះតែកលឹះរបស់វាចេញមកដោះខ្ចៅនេះ2ឆ្កឹះក្បាលវាចេញបានហើយអញ្ចឹងវាលឿនចេះសម្រាប់អញ្ចឹងក៏យើងស្រួលផាត់ដូរពេលស្ទះហើយបើនិយាយរូបរាងវិញកប់អត់ហើយជ័រយើងអាចព្រីតបានគ្រប់ប្រភេទជ័រហើយចំណែកខាងនេះគឺ Creality K1 ប្រើមកយូរហើយ print ក៏ស្អាតដែរគ្រាន់ថាពេលដែលខូចដូរក្បាលគឺចំណាយពេលយូរតែគ្រប់ត្រូវប្រសេស Deva ឥឡូវយើងអភិវឌ្ឍមកដល់តម្លើងម៉ាស៊ីនក្នុងស្រុកបានច្រើនហើយខាងនេះគឺម៉ាស៊ីនកាត់ស្នោអញ្ចឹងអត់មានអីទេក្រៅពីអរគុណបងប្អូនសម្រាប់ការគាំទ្រអញ្ចឹងបើចាប់អារម្មណ៍ម៉ាស៊ីនអាចមកមើលនៅទីតាំងប្រសេស Deva ផ្ទាល់បានអញ្ចឹងបាយបាយ